គាត់មានអាពាហ៍ពិពាហ៍ចាស់ប៉ុន្តែគាត់បានទៅចុះសម្បត្តិអាពាហ៍ពិពាហ៍ថ្មីនៅក្នុងករណីនេះគឺច្បាប់បានបញ្ញត្តិរួចមកហើយថាគឺជាបទទ្វេពន្ធភាពសូមស្វាគមន៍មកកាន់នីតិច្បាប់ដែលរៀបរៀងដោយសមាគមអ្នកពិគ្រោះច្បាប់ជួបជាមួយខ្ញុំម្ដងទៀតដល់ថ្ងៃនេះខ្ញុំនឹងលើកយកនៅប្រធានបទថ្មីទាក់ទងនឹងច្បាប់ស្តីពីឯកពន្ធភាពដោយលើកយកនៅត្រង់ចំណុចឯកពន្ធភាពទ្វេពន្ធភាពនិងអំពើផិតមកពិភាក្សាដូច្នេះដើម្បីកុំឲ្យខាត់ពេលវេលាយូរសូមទស្សនិកជនជួបជាមួយកញ្ញាបរមីទាំងអស់គ្នាជំរាបសួរកញ្ញាចាជំរាបសួរកញ្ញាអាចជម្រាបបានទេតើអ្វីទៅជាឯកពន្ធភាពចានិយមន័យនៃឯកពន្ធភាពគឺមានចែងនៅក្នុងមាត្រា3នៃច្បាប់ស្តីពីឯកពន្ធភាពឯកពន្ធភាពគឺជាចំណងអាពាហ៍ពិពាហ៍ដែលបុរសមានប្រពន្ធតែមួយនិងស្ត្រីមានប្តីតែមួយត្រង់ពាក្យថាចំណងអាពាហ៍ពិពាហ៍នេះគឺសំដៅទៅលើការចុះសម្បត្តិអាពាហ៍ពិពាហ៍ទៅតាមផ្លូវច្បាប់កញ្ញាតើចំណងអាពាហ៍ពិពាហ៍អាចរលាយបានដែរឬទេហើយអាពាហ៍ពិពាហ៍អាចរលាយបាននៅក្នុងករណីអ្វីខ្លះចាចំពោះអាពាហ៍ពិពាហ៍គឺអាចរលាយបាននៅក្នុងករណីដែលមានចែងនៅក្នុងមាត្រា3នៃកថាខណ្ឌទី2ដែលក្នុងនេះរួមមានសហព័ន្ធណាមួយស្លាប់ពាក្យថាសហព័ន្ធគឺជាប្តីឬមួយក៏ប្រពន្ធអញ្ចឹងចំណុចនេះគឺបានន័យថានៅពេលដែលប្តីឬមួយក៏ប្រពន្ធរបស់គាត់ស្លាប់គឺចំណងអាពាហ៍ពិពាហ៍អាចរលាយបានចំណុចទី2គឺមានសេចក្តីសម្រេចរំលាយចំណងអាពាហ៍ពិពាហ៍ជាស្ថាពររបស់តុលាការនិងសហព័ន្ធណាម្នាក់បាត់ខ្លួនហួសពី1ឆ្នាំដោយគ្មានដំណឹងអ្វីសោះមិនដឹងថាស្លាប់ឬមួយក៏រស់កញ្ញាចុះប្រសិនបើចំណងអាពាហ៍ពិពាហ៍មិនទាន់រលាយតើស្ត្រីឬបុរសដែលមានចំណងអាពាហ៍ពិពាហ៍អាចរៀបអាពាហ៍ពិពាហ៍ថ្មីឬរួមសមគ្គសង្វាសជាមួយអ្នកដទៃបានដែរឬទេចាចំណុចនេះប្រសិនបើអាពាហ៍ពិពាហ៍របស់ពួកគាត់មិនទាន់រលាយទេបុរសឬមួយក៏ស្ត្រីទៅរៀបអាពាហ៍ពិពាហ៍ថ្មីនិងរួមសមគ្គសង្វាសជាមួយអ្នកដទៃគឺច្បាប់ចាត់ទុកថាជាអំពើផិតអំពើផិតគឺជាការរួមសេវនកិច្ចរវាងបុរសដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយជាមួយស្ត្រីដទៃក្រៅពីប្រពន្ធរបស់ខ្លួនឬការរួមសេវនកិច្ចរវាងស្ត្រីដែលមានចំណងអាពាហ៍ពិពាហ៍មិនទាន់រលាយជាមួយបុរសដទៃក្រៅពីប្តីរបស់ខ្លួនកញ្ញារកការរៀបរាប់របស់កញ្ញាខាងលើតើអំពើផិតមានការផ្ដោតទានទោសព្រមទាំងដែរឬទេចាចំពោះអំពើផិតនេះគឺត្រូវផ្ដន់ទានទោសដូចគ្នាដោយជនប្រព្រឹត្តទាំងឡាយណាដែលប្រព្រឹត្តអំពើផិតត្រូវផ្ដន់ទានទោសដាក់ពន្ធនាគារពី1ខែទៅ1ឆ្នាំនិងពិន័យជាប្រាក់ពី2សែនរៀលទៅ1លានរៀលឬផ្ដន់ទានទោសណាមួយនៃទោសទាំងពីរជាកិច្ចបន្តខ្ញុំសូមអង្វាយសំណួរទៅកាន់កញ្ញានិសានម្ដងជំរាបសួរកញ្ញាតើបុរសនិងស្ត្រីដែលមិនទាន់រលាយចំណងអាពាហ៍ពិពាហ៍អាចចុះអាពាហ៍ពិពាហ៍ថ្មីបានដែរឬទេចាអរគុណសម្រាប់សំណួរនៅក្នុងចំណុចនេះផងដែរគឺទស្សនិកជនប្រកាសជាឆ្ងល់ហើយថាប៉ះសិនបើបុរសឬមួយក៏ស្ត្រីដែលគាត់ជាប្តីប្រពន្ធនឹងគ្នានឹងគាត់មានអាពាហ៍ពិពាហ៍ចាស់ប៉ុន្តែគាត់បានទៅចុះសម្បត្តិអាពាហ៍ពិពាហ៍ថ្មីនៅក្នុងករណីនេះគឺច្បាប់បានបញ្ញត្តិរួចមកហើយថាគឺជាបទទ្វេពន្ធភាពដូច្នេះនាងខ្ញុំសូមពន្យល់តាក់ទងជាមួយនឹងពាក្យថាទ្វេពន្ធភាពទ្វេពន្ធភាពមានន័យថាជាចំណងអាពាហ៍ពិពាហ៍បុរសមានប្រពន្ធ2ឬស្ត្រីមានប្តី2នៅត្រង់ចំណុចនេះប្រសិនបើបុរសឬក៏ស្ត្រីដែលគាត់បានប្រព្រឹត្តអំពើដែលយើងហៅថាបទទ្វេពន្ធភាពនោះគឺនឹងត្រូវផ្ដន់ទាទោសទៅតាមផ្លូវច្បាប់កញ្ញាចុះប្រសិនបើបុរសឬស្ត្រីដែលបានប្រព្រឹត្តអំពើទ្វេពន្ធភាពអាចទទួលទោសព្រមទាំងដែរឬទេចានៅត្រង់ចំណុចនេះផងដែរដូចនាងខ្ញុំបានរៀបរាប់ខាងលើអញ្ចឹងគឺប្រសិនបើភាគីណាម្នាក់គាត់បានប្រព្រឹត្តអំពើទ្វេពន្ធភាពនេះគឺត្រូវផ្ដន់ទាទោសដាក់ពន្ធនាគារពី6ខែទៅ1ឆ្នាំនិងផ្ដន់ទាទោសពិន័យជាប្រាក់ពី2សែនរៀលទៅ1លានរៀលជាចុងក្រោយនីតិច្បាប់របស់យើងខ្ញុំបានបន្តពីបញ្ចប់សូមអរគុណទៅដល់កញ្ញាវាគ្មិនទាំងពីររូបដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការពិភាក្សាលើប្រធានបទនេះសង្ឃឹមថាវីដេអូនេះនឹងមានអត្ថប្រយោជន៍ដល់សាធារណជនដូច្នេះសូមបងប្អូនទស្សនិកជនទាំងអស់រងចាំទស្សនាវីដេអូក្រោយៗទៀតដែលរៀបរៀងឡើងដោយសមាគមអ្នកពិគ្រោះច្បាប់សូមអរគុណ